ថ្នាក់ដឹកនាំស្រុកសំពៅលូនចុះសំណេះសំណាលនឹងផ្ដល់គ្រឿងឧបភោគបរិភោគជូនកងកម្លាំងប្រជាការពារឃុំសន្តិភាពដើម្បីពង្រឹងស្មារតីការពារភូមិឃុំសង្កាត់មានសុវត្ថិភាពស្រុកសំពៅលូនក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខនិងជីវភាពរបស់កម្លាំងស្ម័គ្រចិនដែលកំពុងបម្រើការងារនៅមូលដ្ឋាននាថ្ងៃនេះថ្នាក់ដឹកនាំរដ្ឋបាលស្រុកសំពៅលូនបានអញ្ជើញចូលសួរសុខទុក្ខនិងចែកជូននៅឯសណ្ឋានព្រមទាំងគ្រឿងឧបភោគបរិភោគដល់កម្លាំងប្រជាការពារឃុំសន្តិភាពដើម្បីជាការលើកទឹកចិត្តនិងពង្រឹងប្រសិទ្ធភាពការងារសន្តិសុខសណ្ដាប់ធ្នាប់ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងយ៉ាងកក់ក្ដៅក្រោមអធិបតីភាពខ្ពង់ខ្ពស់ពីសំណាក់1លោកផុនផែនប្រធានក្រុមប្រឹក្សាស្រុកសំពៅលូន2លោកហំសំខាន់អភិបាលនៃគណៈអភិបាលស្រុកសំពៅលូន3លោកវរៈសេនីយ៍តូទឹមវិឆ័យអធិការនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន4លោកស្រីអ៊ុយធឿនមេឃុំសន្តិភាពព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានសរុបចំនួន35នាក់នៅក្នុងឱកាសនោះកម្លាំងប្រជាការពារឃុំសន្តិភាពចំនួន82នាក់ស្រី3នាក់បានចូលរួមស្ដាប់នៅការផ្ដាំផ្ញើសួរសុខទុក្ខនិងការផ្សព្វផ្សាយយ៉ាងស៊ីជម្រៅអំពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដើម្បីធានាបាននូវការរស់នៅប្រកបដោយភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថ្នាក់ដឹកនាំបានសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះស្មារតីលះបង់និងការខិតខំប្រឹងប្រែងរបស់កម្លាំងប្រជាការពារទាំងអស់ដែលបានចំណាយកម្លាំងកាយចិនជួយសម្រួលដល់ការងារសមត្ថកិច្ចក្នុងនាមជាដៃជើងដ៏រឹងមាំនៅមូលដ្ឋានដើម្បីជាការតបស្នងនិងជួយសម្រាប់បន្ទុកជីវភាពថ្នាក់ដឹកនាំបាននាំយកនៅអំណោយជូនដល់កម្លាំងប្រជាការពារម្នាក់ៗរួមមានឯកសណ្ឋានប្រជាការពារចំនួន1កំភ្លេសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការងារគ្រឿងឧបភោគបរិភោគមានមី1កេសទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរនិងទឹកសុទ្ធ1យួរសកម្មភាពនេះមិនត្រឹមតែជាការចែករំលែកសម្ភារៈប៉ុណ្ណោះទេប៉ុន្តែគឺជាការបង្ហាញនូវគុណធម៌និងសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំដែលតែងតែគៀកកិតជាមួយនឹងមន្ត្រីថ្នាក់ក្រោមនិងកម្លាំងជំនួយការយកចិត្តទុកដាក់នេះគឺជាចលករដ៏សំខាន់ក្នុងការជំរុញទឹកចិនឲ្យកម្លាំងប្រជាការពារកាន់តែមានឆន្ទៈមោះមុនក្នុងការការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិទាំងមូលជាទីបញ្ចប់ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់ថាសន្តិសុខកើតចេញពីការចូលរួមរបស់បងប្អូនទាំងអស់គ្នាហើយការសាមគ្គីភាពរវាងអាជ្ញាធរសមត្ថកិច្ចនិងប្រជាការពារគឺជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់ឃុំសន្តិភាពស្រុកសំពៅលូនទាំងមូលដោយមុតចត្រាប្រមាញ់ជាយដែន